លោកស្រី Hen Dalinat និងលោកកាងយូហាប់សាកលវិទ្យាធិការរងទាំងពីរនៃសាកលវិទ្យាល័យចេឡាថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងក្រុមការងារយុវជនសសយកនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីនិងនិស្សិតសរុបប្រមាណ111នាក់បន្តដំណើរទស្សនកិច្ចសិក្សាតាមរយៈការទស្សនាសារមន្ទីរដ៏ប្រណិតនៃសាកលវិទ្យាល័យតាន់តាវគណៈប្រតិភូទាំងអស់បានពិភាក្សាគ្នានិងស្វែងយល់អំពីចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងសិល្បៈជាដើមលោកស្រី Hen Dalinat បានលើកឡើងថាតាមរយៈដំណើរទស្សនកិច្ចសិក្សាអ្នកចូលរួមអាចទទួលបាននូវបទពិសោធន៍ថ្មីៗពង្រីកចំណេះដឹងបង្កើនសមត្ថភាពក្នុងទំនាក់ទំនងនិងធ្វើការជាក្រុមព្រមទាំងបង្កើតបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នឬអ្នកជំនាញក្នុងតំបន់និងប្រទេសផ្សេងៗដោយសារតែអត្ថប្រយោជន៍ទាំងនេះដំណើរទស្សនកិច្ចសិក្សាបានក្លាយទៅជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការលើកកម្ពស់គុណភាពអប់រំនិងការបណ្ដុះបណ្ដាលឲ្យស្របតាមតម្រូវការនៃសង្គមនិងទីផ្សារការងារនៅសម័យបច្ចុប្បន្នជាពិសេសតាមរយៈទី1អត្ថប្រយោជន៍សម្រាប់និស្សិតដំណើរទស្សនកិច្ចសិក្សាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់និស្សិតព្រោះវាជួយបង្កើននូវចំណេះដឹងវិជ្ជាជីវៈតាមរយៈបទពិសោធន៍ជាក់ស្ដែងពង្រីកបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នអប់រំនិងអង្គការផ្សេងៗលើសពីនេះទៀតក៏ជួយឲ្យនិស្សិតបានស្វែងយល់បន្ថែមអំពីប្រព័ន្ធអប់រំនៅបរទេសនិងឱកាសនៅក្នុងការចូលរួមកម្មសិក្សាតាមរយៈសកម្មភាពទាំងនេះនិស្សិតអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាអ្នកដឹកនាំបង្កើនជំនាញនៅក្នុងការដោះស្រាយបញ្ហានិងពង្រឹងសមត្ថភាពក្នុងការធ្វើការជាក្រុមដែលជាជំនាញសំខាន់សម្រាប់អនាគតការងារទី2អត្ថប្រយោជន៍សម្រាប់សាស្ត្រាចារ្យដំណើរទស្សនកិច្ចសិក្សានេះក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់សាស្ត្រាចារ្យផងដែរជួយឲ្យសាស្ត្រាចារ្យអាចពង្រីកនៅចំណេះដឹងវិជ្ជាជីវៈបដូរបទពិសោធន៍និងសិក្សាពីវិធីសាស្ត្របង្រៀនថ្មីៗពីស្ថាប័នដៃគូលើសពីនេះក៏ជួយពង្រឹងកិច្ចសហប្រតិបត្តិការអប់រំបង្កើតបណ្ដាញទំនាក់ទំនងវិជ្ជាជីវៈនិងអាចនាំឲ្យមាននៅឱកាសស្រាវជ្រាវឬអភិវឌ្ឍកម្មវិធីសិក្សារួមគ្នានៅពេលអនាគតទី3អត្ថប្រយោជន៍សម្រាប់សាកលវិទ្យាល័យចេឡាជួយបង្កើននៅទំនុកចិត្តនិងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក៏ដូចជាឱកាសដ៏ល្អនៅក្នុងការបង្កើតគម្រោងសហការថ្មីៗនាពេលអនាគតនិងស្វែងយល់អំពីនិន្នាការអាជីវកម្មនិងបច្ចេកវិទ្យាថ្មីៗនៅសាកលវិទ្យាល័យចេឡានិយាយជារួមនិងសម្រាប់ថ្នាក់ដឹកនាំសាកលវិទ្យាល័យចេឡានិងនិយាយដោយឡែកតាមរយៈដំណើរទស្សនកិច្ចសិក្សានេះសាកលវិទ្យាល័យអាចសិក្សាពីគំរូនៃការគ្រប់គ្រងនិងការច្នៃប្រឌិតដ៏មានប្រសិទ្ធភាពរបស់ស្ថាប័នដៃគូព្រមទាំងស្វែងរកដៃគូសហការថ្មីៗនិងឱកាសវិនិយោគរួមគ្នាជាពិសេសនៅក្នុងឱកាសដ៏ល្អក្នុងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំនិងសមត្ថភាពក្នុងការគ្រប់គ្រងស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាពនិងសមស្របតាមស្តង់ដារអន្តរជាតិបន្ទាប់មកគណៈប្រតិភូបានសាកល្បងលេងកីឡាវាយកូនគោលនៅលើទីលានដ៏ធំល្វឹងល្វើយពណ៌បៃតងស្រងាត់សំឡេងសើចសប្បាយនិងការលើកទឹកចិត្តគ្នាទៅវិញទៅមកបានបន្លឺឡើងទោះបីជាយ៉ាងណាការវាយកូនគោលខ្លះក៏ត្រូវខ្លះក៏ខុសបច្ចេកទេសប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការផ្ដល់កម្លាំងចិត្តដែលបង្ហាញពីសាមគ្គីភាពយ៉ាងស្អិតរមួតខណៈពេលនោះសាកលវិទ្យាល័យទាំងពីរក៏បានរៀបចំកម្មវិធីឲ្យនិស្សិតចាប់ដៃគូក្នុងការហែលទឹកប្រណាំងគ្នាដើម្បីទទួលបាននូវរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំផងដែរ